សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការវែកញែករបស់យើងម្ដងទៀតហើយថ្ងៃនេះយើងធ្វើការវែកញែកតាក់ទងការ VA គ្នាជាមួយនឹង AOKG យើងកាន់មកកាន់ Kobe យើងកំពុងឃើញថាមានដាវមួយសំហោះសំដៅមកកាន់ Kobe ហើយអាប៉ែកកាន់ដាវហ្នឹងគឺបបាំងកាយហើយបន្ទាប់មកយើងក៏បានឃើញថាកាបគឺហក់ទៅរងដាវចំនួន Kobe កាប់យើងមើលហាទៅដូចជាគាត់ត្រូវរបួសខ្លាំងមែនទែនហើយគាត់កំពុងតែចាប់មួយដែលថាកាន់ដាវដើម្បីចាក់ Kobe ហ្នឹងគាត់បានចាប់ការបោកក្បាលវាទៅកាន់នឹងដីដល់គាត់ហ្នឹងគឺបោកឲ្យតាំងបបាំងកាយហ្នឹងឯងគឺមកដៃរបស់គាត់គឺអែមមែនទែនវាមួយហ្នឹងគឺបាត់ស្បាតប្រោយបន្ទាប់ពីកាបត្រូវបានមកដាវរបស់អាប៉ែមួយបបាំងកាយនេះយើងឃើញថាចៅសមុទ្រច្រើនគឺបានសម្រុកមកកាន់កាបដើម្បីធ្វើការវាប្រហារទៅកាបដើម្បីស្លាប់កាបដើម្បីបានទទួលបានរង្វាន់ដោយសារតែគេដាក់បោនធីទៅកាន់ Marine នោះហើយយើងក៏បានឃើញថាបោនធីរបស់ Marine ដែលជាកាបហ្នឹងក៏បានហោះទៅជាប់នឹងស្មា AOKG ហើយ AOKG ក៏បានបកកឡើងខ្ទេចខ្ទីអស់បណ្ដោយយើងឃើញថា AOKG គឺចាប់ផ្ដើមរត់វាប្រហារទៅកាន់កាបហើយគឺបានធ្វើការរត់សម្ដៅទៅកាន់កាបដល់ចៅសមុទ្រកាគីគីនៅគីហ្នឹងគឺ AOKG គឺបានធ្វើការបកកឯងចោលឲ្យខ្ទេចដោយសារតែគេបញ្ញាប់ទៅវាយជាមួយនឹងកាបតែម្នាក់គត់ក្រោយមកកាបក៏បានត្រៀមខ្លួនដើម្បីទប់ទល់ជាមួយនឹង AOKG ដោយបញ្ចេញថាអពររបស់គាត់យ៉ាងខ្លាំងហើយគាត់ក៏បានរត់សម្បើទៅកាន់ AOKG យ៉ាងលឿនហើយធ្វើការបញ្ចេញថាអពរខ្លួនឯងយ៉ាងខ្លាំងគឺរត់រំមាត់គ្នានឹងឯងគឺការបានហក់ពីលើដើម្បីម៉ាត់ AOKG ហើយសាច់រឿងរបស់យើងគេបានកាត់ទៅកាន់អតីតកាលហើយនៅក្នុងអតីតកាលគេបានបង្ហាញយើងឃើញថាគឺ AOKG នឹងគឺជាកូនសិស្សរបស់កាបហើយកាបគឺជាអ្នកត្រែនទៅកាន់ AOKG អំពីរបៀបប្រើកម្លាំងដៃប្រើកម្លាំងអីឲ្យខ្លាំងនឹងឯងមកឡើយដល់បច្ចុប្បន្នវិញជាមួយនឹងបច្ចុប្បន្ននេះយើងឃើញថាកាបហើយនិង AOKG គឺត្រៀមម៉ាត់គ្នាហើយគឺបានម៉ាត់គ្នាហើយគឺកាបក៏បានម៉ាត់ទៅកាន់ទ្គារ AOKG ហើយ AOKG ក៏បានម៉ាត់មកកាន់ក្បាលកាបយើងឃើញថាកន្លែងហ្នឹងគឺផ្ទុះខ្ទេចខ្ទីអស់នឹងឯងថាវល់ពលពួកគេទាំងពីរហ្នឹងពិតជាខ្លាំងមែនតែនហើយយើងបានឃើញថាពីរហ្នឹងគឺប៉ើងរៀងខ្លួនយើងឃើញថា AOKG ក៏បានខ្ទេចខ្ទីបានតាហើយកាបក៏បានប៉ើងថយក្រោយយ៉ាងមកទៅហឹងហើយកន្លែងគីនគេហ្នឹងគឺខ្ទេចខ្ទីវល់អស់លេងដោយសារថាពួកគេទាំងពីរហ្នឹងគឺខ្លាំងមែនតែនចៅសមុទ្រកាគីគីនៅគេហ្នឹងគឺដណ្ដើមដងតាមខ្យល់អស់លេងហើយបន្ទាប់ពីបានងើបមកពីការម៉ាត់គ្នាមិញកាបក៏បានបញ្ចេញថាពរយ៉ាងខ្លាំងធ្វើឲ្យ AOKG ហ្នឹងគឺមានការភ្ញាក់ផ្អើលមែនតែនជាមួយនឹងថាពររបស់កាបហើយ AOKG ក៏បាននិយាយថាគឺវាពិតជាបារម្ភអំពីកាបខ្លាំងណាស់ពូកាបខ្លាំងពេកហើយកាបក៏បានថា AOKG នឹងពិតជាឆោតល្ងងមែនទេឬក៏អន់ខ្លាំងណាស់ហើយកាបក៏បានប្រើថាពលរបស់គាត់ហក់ទៅលើមេដើម្បីបញ្ចេញថាពលរបស់គាត់គឺ Impact Galaxy នឹងឯងដើម្បីវាទៅហៅថាការ AOKG យើងគេថាមកថាពលរបស់កាបគឺ AOKG គឺបាត់ស្មោបាត់ទៅហើយបន្ទាប់ពីមក AOKG ម្ដាយកាបក៏បានហក់ចេញមកវិញបន្ទាប់មកក៏បានចេញថាពលមួយទៀតយ៉ាងលឿនដើម្បីវាប្រហារទៅកាន់កោះយើងឃើញថាពលរបស់គាត់នឹងគឺសើតែញែកកោះនឹងទៅមូលបាត់ទៅហើយគឺដើម្បីទៅវាយនោះអាកោះគ្រាប់ភ្នែកហ្នឹងហើយយើងក៏បានឃើញថាកាបក៏បានធ្វើការហក់ទៅលើមេឃយ៉ាងលឿនហើយក៏បានបញ្ចេញថាអពរគាត់យ៉ាងលយហើយយ៉ាងខ្លាំងមែនទែនហើយអ្នកប្រជាគាត់ក៏បាននិយាយថាកាបហេតុអ្វីឯងចូលមកចិត្តយើងនឹងនេះតមកកាបក៏បានប្រើខាងអពររបស់គាត់យ៉ាងខ្លាំងដើម្បីវាប្រហារទៅកាន់អាកោះនឹងឯងដែលជា Galaxy ហើយវគ្គនេះគឺ Galaxy គឺ Divide Galaxy តមកធ្វើការដាក់ទៅកាន់នឹងមួយដៃគឺកោះនឹងឯងមួយដៃហ្នឹងគឺស្ទើរតែខ្ទេចកោះនឹងទាំងមូលបាត់ទៅហើយយើងឃើញថាថាអពររបស់គាត់គឺបែកខ្សែគ្នាពេញទៅនឹងឯងយើងឃើញថាក្បាលនោះគឺមិនអាចទប់ទល់ជាប់នឹងថាអពររបស់គាត់ទេគឺបានបែកខ្ទេចខ្ទីអស់គឺស្ទើរតែខ្ទេចទាំងអស់នឹងឯងក៏ប៉ុន្តែប្រហែលជាវាមិនទាន់ខ្ទេចនោះទេដោយសារតែមកត្រឹមតែមកកណ្ដាប់ដៃនោះហើយអ្នកប្រជាកោះនោះវាមិនទាន់ឈប់នោះទេវាក៏បានប្រជាកោះធ្វើការវាប្រហារមកកាន់ទុករបស់កាបហើយកន្លែងហ្នឹងគឺសម័យច្រើនមែនតើគឺខ្ញុំខ្ជិលនិយាយហើយបន្តមក Kobe ក៏បានប្រើថាអពររបស់គាត់គឺជា Honesty Impact ដូចជាកាបទាំងឯងហើយថាអពររបស់គាត់គឺខ្លាំងដូចតកាបហ្នឹងឯងប៉ុន្តែវានៅស្ទើរជាងកាបក៏ប៉ុន្តែដៃមួយហ្នឹងគឺខ្ទេចវល់ហ្នឹងឯងដោយការខំប្រឹងប្រែងហឹកវឹកហាត់របស់ Kobe ធ្វើឲ្យ Kobe ហ្នឹងគឺមានថាអពរខ្លាំងមែនទែនយើងឃើញថាអពររបស់ Kobe ហ្នឹងគឺបានបំផ្លាញអាដៃដែលថាធ្វើការវាប្រហារទៅកាន់ទុករបស់កាបហ្នឹងគឺខ្ទេចអស់លីងគឺវល់ខ្លាំងមែនទែនខ្ញុំគិតថា Kobe គឺបន្តថាអពររបស់ពីងកាបដោយសារតែកាបក៏ប្រើ Impact Galaxy ដែរប៉ុន្តែ Kobe គឺប្រើ Honesty Galaxy ចឹងហើយវាគឺដូចតែគ្នាទេប៉ុន្តែគឺខ្លាំងដូចគ្នាដោយការបញ្ចេញសមត្ថភាពដ៏ខ្លាំងរបស់ Kobe លើកទី1ណាធ្វើឲ្យគ្នារបស់ Kobe គឺមានការភ្ញាក់ផ្អើលមែនទែនជាមួយនឹងសមត្ថភាពរបស់ Kobe និយាយរួមទៅគឺវាលយខ្លាំងមែនទែនយើងកាន់មកកាបវិញគឺបានការធ្វើការសៃសបាយយ៉ាងខ្លាំងដោយសារតែមានអ្នកបន្តតំណែងពីគាត់ណាដោយសារ Kobe នឹងក៏អាចបន្តតំណែងពីគាត់បានយើងកាន់មកកាន់ AOKG វិញយើងឃើញថាគាត់គឺដូចជាហាក់ដឹងហូរទឹកភ្នែកហើយយើងឃើញថាកាបគឺមានការសៃសបាយជាខ្លាំងយើងឃើញថា AOKG នឹងគឺដូចជាមិនឆ្លោះគ្នាជាមួយកាបទេហើយអ្វីគឺធ្វើការវាយគ្នាស្លាប់រស់អញ្ចឹងហើយគឺសាច់រឿងគឺមិនដឹងថាកាបនឹងគឺស្លាប់រស់នោះទេហើយតើនឹងមានរឿងអ្វីកើតឡើងបើសិនបើ Dragon ដែលត្រូវជាកូនរបស់ Monkey D កាបនឹងដឹងថា AOKG នឹងធ្វើបាបឪពុករបស់គាត់ហើយនឹង Luffy បើសិនបើដឹងគឺនឹងមានអ្វីកើតឡើងទៀតគឺ Dragon នឹងគឺអាចវាយជាមួយនឹង AOKG ឬក៏ Luffy គឺវាយជាមួយនឹង AOKG គឺយើងមិនទាន់ដឹងទេយើងមានតែតាមដាននៅភាពបន្ទាប់គឺមិនដឹងថាគេចេញនៅឆ្នាំណានោះទេហើយការប្រយុទ្ធគ្នារវាង AOKG ហើយនិង Garp គឺមានតែប៉ុណ្្នឹងទេបើសិនអ្នកនរចូលចិត្តនិងពេញចិត្តកុំភ្លេចជួយ Subscribe ម្នាក់មួយបើសិនអ្នកមកថ្មី Sub ហើយមើលចប់ផងកុំភ្លេច Like និង Comment អរគុណច្រើន Goodbye
See you អ្នកឆ្លាញ់គេម្នាក់ឯងអរគុណច្រើនសម្រាប់ការមើល